សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញវិធីសាស្ត្រមួយដែលតាក់ទងពីរបៀបនៃការលុប account Facebook ដែលយើងប្រើប្រាស់រាល់ថ្ងៃ account Facebook ខ្លួនឯងដែលយើងមិនចង់ប្រើប្រាស់វាអញ្ចឹងគឺរបៀបនៃការលុប Facebook ខ្លួនឯងគឺដាក់ចេះមក www.facebook.com/have/delete សញ្ញា underscore ហើយសេពាក្យថា account ចូលមកអញ្ចឹងដូចជា account នេះចឹងយើងអត់ចង់ប្រើប្រាស់វាអញ្ចឹងយើងសេមក help/delete សញ្ញា underscore account គឺហើយយើងចុច enter ទៅតមកវាចេញបែបនេះមកអញ្ចឹងទៅពេលកាលណាដែលចេញបែបហ្នឹងមកគឺយើងចុចពាក្យថា delete my account អញ្ចឹងនៅក្នុងនេះគឺគេឲ្យយើងពេញបែបបត់អញ្ចឹងនៅក្នុងនេះគឺគេឲ្យយើងពេញ password ដែល Facebook ដែលយើងចង់លុបហ្នឹងអញ្ចឹងយើងពេញមកហើយនេះគឺជា security check បានន័យថាគេឲ្យយើងវាយតាមអក្សរនេះអក្សរទាំងអស់ហ្នឹងអញ្ចឹងយើងវាយតាមមក T W លេខ6 E S E អញ្ចឹងចុចពាក្យថាអូខេតមកចេញពាក្យនេះគេហៅថា Facebook របស់យើងគឺត្រូវបានក្រុមហ៊ុន Facebook គេលុបហើយអញ្ចឹងយើងចុចអូខេមកតមកយើងចុចអាលេខកូដដែលយើង sign in account Facebook យើងហ្នឹងគឺយើងវាយលេខកូដសារថ្មីមកគឺនេះគឺតែពេលកាលណាយើង log in password តែ account ដែលយើងចង់លុបគឺចេញទាំងបែបនេះហើយបើសិនជាយើងចេញទាំងអញ្ចឹងគឺយើងបានលុប account ហើយបានន័យថាយើងក្រុមហ៊ុនគេលុបហើយប៉ុន្តែរយៈពេល5ដល់10ថ្ងៃបើសិនជាយើងបើក account ហ្នឹងបានន័យថាក្រុមហ៊ុន Facebook គេអត់លុបឲ្យយើងទេតែបើសិនជាយើងអត់បើកក្នុងរយៈពេល5ដល់10ថ្ងៃគឺក្រុមហ៊ុន Facebook នឹង delete ឲ្យយើងបានន័យថាគេលុបឲ្យយើងហើយអញ្ចឹងបើសិនជាយើងអត់ចង់លុបវិញគឺយើងចុចពាក្យថា cancel deletion ហើយបើសិនជាយើងចង់លុបយើងចុចពាក្យ confirm deletion អញ្ចឹង account នេះគឺចង់លុបវាគឺជាការបង្រៀនឲ្យមិត្តទាំងអស់គ្នាចេះលុប account ខ្លួនឯងហើយអញ្ចឹងចុចមកវិញមកគឺដំណើរការធម្មតាវិញអរគុណសម្រាប់ការមើលវីដេអូនេះ